បាទសួស្តីបងប្អូនអ្នកគ្នាថ្ងៃនេះមានម៉ាស៊ីនមួយគ្រឿងចូលគឺ Dell អានេះ Dell Inspiron 145458អាការៈរបស់វាគឺបើកបានអត់ចេញរូបការស៊ីចរន្តរបស់វាគឺ 0.45 ហើយធ្លាក់ចុះបន្តិចហើយរត់ចុះរត់ឡើងការៈនេះគឺបើកបានអត់ចេញរូបហ្នឹងហើយតមកខ្ញុំដោះ mainboard ចេញមក check មើលគឺឃើញថាដីច្រើនណាអានេះ passboard វា LA 284 3P ណាដីច្រើនណាស់ទីទៀតយើងធ្វើការបោះសម្អាតវាសិនមុននឹងធ្វើចាប់ប្រើវាស់គឺថាដីច្រើនណាស់ហើយជើង EC នេះគឺមានស្នាមស្នឹមបងប្អូនមានស្នឹមជើង ECត្រង់នេះបាទទីទៀតយើងធ្វើសម្អាតជើងវាសិនហើយសាក់ power on ម្ដងទៀតឥឡូវសម្អាតហើយស្អាតហើយយើងក្រោយពីសម្អាតហើយយើងសាក់ on ម្ដងទៀតគេលោថាមកពីជើង EC អីចឹងឥឡូវទីទៀតខ្ញុំចុច on ឥឡូវខ្ញុំចុច on ហ្នឹងហើយចុច on កង្ហាលវិលការស៊ីចរន្តនៅដដែល 0.40 ជាងធ្លាក់មក 0.30 ជាងវិញហ្នឹងហើយអញ្ចឹងវានៅតែអត់ចេញរូបជំរើសចុងក្រោយយើងមានតែនេះយើងតេស្តរួចអស់ហើយអញ្ចឹងជំរើសចុងក្រោយមានតែ Rai BIOS អានេះគឺជាក្រប BIOS ហើយមិញតែឥឡូវយើងវាស់ភ្លើងសិន 3V 5V មាន 1.5 មាន 1.4 មានពីរួម 3V 5V មាន 1.5 មាន 1.5 មានហើយ 3V មាន 1.8 នេះ 1.2 2.8 ភ្លើងមកអស់ហើយល្មមនឹងចេញរូបភាពហើយតែវាអត់ចេញអញ្ចឹងជំរើសចុងក្រោយមាន Rai BIOSឡើង check ក្នុងវាតិចសិនកន្លែងនេះគឺ BIOS អញ្ចឹងយើង Rai BIOS វាទៅនេះឥឡូវបន្ទាប់យើង Rai ហើយយើងបើកតេស្តទៅឃើញថាចេញរូបមកចេញរូបបែបហ្នឹងគាត់ថាអេក្រង់វាស្នាមឆ្នោតហ្នឹងខូចអេក្រង់វាទៀតតែភ្ញៀវគាត់ថាຕົកសិនធ្វើត្រឹមចេញរូបសិនអេក្រង់ប៉ុណ្ណឹងក៏ຕົកប្រើសិនឥឡូវយើងតេស្តចូល Windows ហើយតេស្ត Wi-Fi តេស្ត keyboard តេស្ត sound តេស្តអីបន្ថែមទៀតគេលោមានខូចបន្ថែមតោះយើងតេស្តហើយចេញរូបប៉ុណ្ណឹងគឺយើងអាចជូនភ្ញៀវបានបងប្អូនបាទឥឡូវវីដេអូអស់ប៉ុណ្ណឹងសូមអរគុណ